ព្រះគម្ពីរយោបជំពូកទី23នោះយោបក៏ឆ្លើយឡើងថានៅថ្ងៃនេះសេចក្តីដំអូយរបស់ខ្ញុំទោះជាសេចក្តីបះបោរទៀតតែព្រះហស្ថដែលសង្កត់លើខ្ញុំនោះធ្ងន់ជាងអស់ទាំងដំងោខ្ញុំផងអោបើខ្ញុំបានដឹងជាប្រទះឃើញទ្រង់នៅទីណាដើម្បីឲ្យខ្ញុំបានទៅដល់បល្ល័ង្កទ្រង់ទៅឯនោះខ្ញុំនឹងបានរៀបរាប់ពីដំណើរខ្ញុំដោយលំដាប់ទូលនៅចំពោះទ្រង់ហើយនឹងបំពេញមាត់ខ្ញុំដោយសេចក្តីជជែកតវ៉ាខ្ញុំនឹងបានស្គាល់ពាក្យណាដែលទ្រង់នឹងឆ្លើយមកខ្ញុំហើយយល់សេចក្តីដែលទ្រង់ចង់មានបន្ទូលតបតើទ្រង់នឹងតវ៉ានឹងខ្ញុំដោយនៅអំណាចទ្រង់ដ៏ធំឬអីទេគឺទ្រង់នឹងប្រងស្ដាប់ខ្ញុំវិញជាពិតនៅទីនោះមនុស្សទៀងត្រង់នឹងប្រឹក្សានឹងទ្រង់បានយ៉ាងនោះខ្ញុំនឹងបានរួចជាតារាពីអំណាចចៅក្រមដែលជំនុំជម្រះខ្ញុំតែមើលខ្ញុំដើរទៅខាងមុខតែទ្រង់មិនបាននៅទីនោះក៏ថយទៅក្រោយតែរកសម្គាល់ទ្រង់មិនបានក៏ទៅខាងឆ្វេងក្នុងកាលដែលទ្រង់ប្រកបកិច្ចការតែខ្ញុំមើលទ្រង់មិនឃើញហើយទ្រង់ពួននៅខាងស្ដាំមិនឲ្យខ្ញុំឃើញឡើយប៉ុន្តែទ្រង់ស្គាល់ផ្លូវដើររបស់ខ្ញុំហើយកាលណាទ្រង់បានសាក់លោកខ្ញុំស្រេចហើយនោះខ្ញុំនឹងចេញមកដូចជាមាសជាងខ្ញុំបានដើរជាប់តាមជំហានទ្រង់ខ្ញុំបានកាន់តាមផ្លូវទ្រង់ឥតងាកបែរទៅខាងណាឡើយខ្ញុំមិនដែលគេចថយចេញពីបង្គាប់នៃព្រះរឹមទ្រង់ទេខ្ញុំបានខំប្រមូលទុកព្រះបន្ទូលនៃព្រះអស់ទ្រង់ជាងអាហារដែលខ្ញុំត្រូវការផងទ្រង់មានគំនិតតែមួយតើអ្នកណានឹងបំផ្លាស់បំប្រែព្រះハរតីទ្រង់បានការអ្វីដែលទ្រង់ចង់ធ្វើនោះក៏ធ្វើទៅបិទទ្រង់ធ្វើសម្រេចសេចក្តីដែលបានតម្រូវទុកសម្រាប់ខ្ញុំហើយមានសេចក្តីយ៉ាងនោះជាច្រើនទៀតនៅនឹងទ្រង់ដែរដូច្នេះខ្ញុំក៏ភ័យស្លុតនៅចំពោះទ្រង់បើកាលណាខ្ញុំគ្រាន់តែនឹកពិចារណានោះខ្ញុំខ្លាចទ្រង់ណាស់ត្បិតព្រះទ្រង់បានធ្វើឲ្យខ្ញុំស្រយត់ចិត្តព្រះដ៏មានគ្រប់ព្រះចេស្តាទ្រង់បានធ្វើឲ្យខ្ញុំស្ញាញ់ខ្លាចដោយព្រោះទ្រង់មិនបានកាត់ខ្ញុំចេញពីមុខសេចក្តីងងឹតនេះក៏មិនបានលាក់សេចក្តីងងឹតយ៉ាងក្រាស់នេះនឹងខ្ញុំដែរ